ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានចំណេះដឹងសម្រាប់ចែករំលែកបងប្អូនចេះអំពីការចិញ្ចឹមមាន់របស់គ្នាផងដែរអញ្ចឹងសម្រាប់បងប្អូនដែលថ្មីៗសូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងអំពីការចិញ្ចឹមមាន់បាទទាំងអស់គ្នាបាទហើយខ្ញុំសូមអធិស្ឋានទៅជាមុនប្រសិនបើមានពាក្យពេចន៍ក៏ដូចជាមានថាមានពាក្យលើសលុះខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានបាទអញ្ចឹងការចិញ្ចឹមមាន់បាទប្រជាកសិករយើងមួយចំនួនគាត់ធ្វើការចិញ្ចឹមបែបលក្ខណៈគ្រួសារនិងប្រជាកសិករយើងមួយចំនួនទៀតគាត់ធ្វើការចិញ្ចឹមបែបលក្ខណៈកសិដ្ឋានឬក៏ហៅថាបែបបច្ចេកទេសបាទហើយគាត់មានចំណេះបាទក៏ដូចជាបទពិសោធន៍ផ្សេងគ្នាទៅតាមតំបន់ទៅតាមបច្ចេកទេសរៀងៗខ្លួនបាទចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីការចិញ្ចឹមមាន់ឲ្យបងប្អូនចេះទាំងអស់គ្នាផងដែរបាទខ្ញុំនឹងយកបទពិសោធន៍ដែលខ្ញុំធ្វើការចិញ្ចឹមផ្ទាល់ក៏ដូចជាបាទធ្វើការអនុវត្តបាទដែលខ្ញុំទទួលបានលទ្ធផលខ្ញុំនឹងធ្វើការចែករំលែកឲ្យបងប្អូនចេះទាំងអស់គ្នាអំពីការចិញ្ចឹមមាន់នេះបាទចឹងមាន់គឺជាសត្វមួយប្រភេទដែលប្រជាជនយើងបាទធ្លាប់ចិញ្ចឹមតាំងពីយូរយារណាស់មកហើយបាទហើយការចិញ្ចឹមមាន់បានដូចថាវារួមចំណែកក្នុងការដូចជារក្សាសន្តិសុខស្បៀងអាហារបាទហើយធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់បងប្អូននិងសេដ្ឋកិច្ចជាតិបាទដូចថាវាកាត់បន្ថយនៅភាពក្រីក្របាទមួយចំណែកផងដែរបាទហើយការចិញ្ចឹមមាន់វាមិនមែនជាការលំបាកនោះទេបើសិនជាបងប្អូនយកចិត្តទុកដាក់ក្នុងការចិញ្ចឹមឲ្យបានល្អត្រឹមត្រូវទៅតាមបច្ចេកទេសនោះបងប្អូននឹងទទួលបានផលល្អបាទហើយការចិញ្ចឹមមាន់បាទចំណាយថវិកាតិចបំផុតបាទនោះបាទហើយដែលថាអាចរួមចំណែកនៅកាត់បន្ថយនៅកង្វះស្បៀងអាហារបាទហើយរួមក្នុងវិស័យតេតុនវិស័យ gender ជាពិសេសបងប្អូនដែលជាស្ត្រីដែលថាគាត់នៅផ្ទះគាត់រកអាចរកចំណូលបន្ថែមពីការចិញ្ចឹមមាន់នេះផងដែរបាទហើយម្យ៉ាងទៀតគឺកាត់បន្ថយវាតេតុនទៅនឹងការធ្វើចំណាក់ស្រុកនិងកាត់បន្ថយប្រើអំពើហិង្សាក្នុងគ្រួសារជាដើមបាទចំពោះសារៈសំខាន់នៃការចិញ្ចឹមមាន់បាទបងប្អូនធ្វើការចិញ្ចឹមមាន់វាអាចផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនដូចខាងក្រោមនេះបាទទី1គឺផ្ដល់ស៊ុតនិងសាច់សម្រាប់ធ្វើម្ហូបបាទទី2គឺដូចទាក់ទងទៅនឹងរោមឬក៏ស្លាបវាបងប្អូនអាចច្នៃធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗផងដែរបាទហើយផ្ដល់លីមួកបាទទាក់ទងនឹងលីមួកវាបងប្អូនអាចធ្វើជាជីសម្រាប់ដាក់ដំណាំផ្សេងៗដូចជាស្រូវបាទដំណាំចម្ការផ្សេងៗហើយជួយដោះស្រាយនៅបញ្ហាបានមួយចំនួនដល់បងប្អូនដែលជួបប្រទះនៅការខ្វះខាតចំពោះមុខផងដែរបាទហើយផ្ដល់ផលប្រយោជន៍យ៉ាងឆាប់រហ័សដែលប្រើរយៈពេលខ្លីធ្វើឲ្យសេដ្ឋកិច្ចគ្រួសារបានធូរធារមួយកម្រិតផងដែរបាទហើយសម្រាប់ការចិញ្ចឹមមាន់នេះបងប្អូនគួរតែធ្វើការស្វែងយល់អំពីទីផ្សារផងដែរមុននឹងចាប់ដើមមុននឹងបងប្អូនធ្វើការចិញ្ចឹមបងប្អូនត្រូវតែដឹងបាទអញ្ចឹងតើគេចូលចិត្តមាន់ប្រភេទណាបាទមាន់ប្រភេទអ្វីគួរលក់បាទមាន់នៅកន្លែងណាគួរលក់នៅពេលណាបាទអញ្ចឹងបងប្អូនគួរតែសិក្សាវាមុននឹងធ្វើការចិញ្ចឹមបាទដើម្បីចិញ្ចឹមមាន់ឆាប់ដូចថាលូតលាស់និងឆាប់ទទួលផលអញ្ចឹងបងប្អូនត្រូវដឹងអំពីកត្តាសំខាន់ស្ដីអំពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ដូចខាងក្រោមនេះបាទចំណុចទី1គឺអំពីជំរករបស់មាន់បាទចំណុចទី2អំពីពូជនិងការជ្រើសរើសពូជចំណុចទី3អំពីការផ្ដល់ចំណីនិងការផ្ដល់ទឹកបាទនិងចំណុចទី4តកតងទៅនឹងការថែទាំនិងវិធានការពារជំងឺផ្សេងៗផងដែរអញ្ចឹងបច្ចេកទេសដែលសំខាន់គឺមាន4ចំណុចហ្នឹងបាទបងប្អូនគួរតែយល់ដឹងឲ្យច្បាស់បាទមុននឹងធ្វើការចិញ្ចឹមបាទចំពោះអំពីជំរកបាទជំរកតកតងទៅនឹងទីតាំងដែលបងប្អូនសង់បាទសម្រាប់ទ្រុងរបស់វាអញ្ចឹងបងប្អូនគួរតែបាទសង់ទៅលើដូចថាដីដែលមានទួលមិនលិចទឹកបាទសម្រាប់ទ្រុងបងប្អូនបាទហើយបងប្អូនគួរតែសង់ឲ្យឆ្ងាយពីដើមឈើធំណាហើយត្រូវសង់ក្នុងទិសខាងកើតបាទខាងលិចបាទបណ្ដោយស្របនឹងដំណើរព្រះអាទិត្យបាទដើម្បីឲ្យថ្ងៃបានពន្លឺឲ្យចេះចូលទ្រុងមាន់ឲ្យបានគ្រប់គ្រាន់ណាបាទហើយត្រូវសង់ហ្នឹងគឺបងប្អូនគួរតែសង់ឲ្យឆ្ងាយពីផ្ទះបងប្អូនបន្តិចបាទ
នឹងឆ្ងាយពីកន្លែងដែលថាអ៊ូអនិងប្រភពទឹកជាដើមបាទនឹងត្រូវមានខ្យល់អាកាសនិងពន្លឺចេញចូលល្អគ្រប់គ្រាន់សម្រាប់ទ្រុងមាន់របស់បងប្អូនបាទអំពីទ្រុងដែលសមស្របគឺទំហំទ្រុងសម្រាប់ធ្វើការចិញ្ចឹមមាន់មានដូចខាងក្រោមនេះបាទអញ្ចឹង1ម៉ែត្រការ៉េសម្រាប់មាន់បាទ3ក្បាលបាទ2ម៉ែត្រការ៉េសម្រាប់មាន់ពី6ទៅ7ក្បាលចឹងទៅបងប្អូនមិនគួរដាក់ច្រើនពេកទេបាទហើយសម្រាប់អង្រុតធំមួយបាទសម្រាប់មេនិងកូនបាទមាន់មួយសម្បុកបងប្អូនគួរតែធ្វើតែមួយបានហើយបាទសម្រាប់ទំហំជំរកមាន់បាទដែលមានទំហំ3គុណនឹង4គុណនឹង2ម៉ែត្រសម្រាប់មាន់ដែលបងប្អូនអាចផ្ទុកបានចន្លោះពី40បាទឬក៏30ក្បាលចឹងទៅបាទបងប្អូនមិនគួរដាក់ច្រើនពេកទេហើយអំពីពូជបាទចំណុចទី2តកតងទៅនឹងពូជនិងការជ្រើសរើសពូជបាទអញ្ចឹងពូជវាមានពូជក្នុងស្រុកបាទមាន់ពូជក្នុងស្រុកបាទមានភាគច្រើនពពួកពូជមាន់ចែមាន់សម្លៃមាន់សំពៅមាន់ស្គួរចឹងទៅបាទហើយគុណសម្បត្តិល្អរបស់មាន់ដែលយើងចិញ្ចឹមបាទក្នុងស្រុកហ្នឹងតកតងទៅនឹងមាន់ស្រែដែលយើងបងប្អូនចិញ្ចឹមរាល់ថ្ងៃហ្នឹងគឺបងប្អូនអាចប្រឡែងដោយពុំបាច់ដែលថាខាតបង់ពេលវេលាថែរក្សាច្រើននោះទេបាទអញ្ចឹងបងប្អូនអាចលែងវាបានបាទហើយមានលក្ខណៈបន្ស៊ាំជាមួយនឹងអាកាសធាតុនិងជំងឺមួយចំនួនទៀតបាទវាក៏អាចរកស៊ីបាទវាអាចរកស៊ីចំណីដោយខ្លួនឯងអាចក្រាបពងនិងចិញ្ចឹមកូនរបស់វាដោយខ្លួនឯងបាទហើយការពារកូនរបស់វាពីសត្រូវបាទដែលវាថាវាមកប៉ុនប៉ងយាយីអញ្ចឹងមកហ្នឹងអាចការពារកូនរបស់វាបាទហើយវាអាចផ្ដល់សុទ្ធបាន3ទៅ4ដងក្នុងមួយឆ្នាំផងដែរបាទចំពោះសាច់របស់វាគឺវាសាច់ណែននិងមានឲ្យជារសបាទរសជាតិឆ្ងាញ់និងខ្លាញ់តិចហើយវាងាយរកទីផ្សារលក់បានតម្លៃថ្លៃជាជាងមាន់ដែលថាមាន់នំចូលបាទទាំងមេនិងទាំងឈ្មោលផងដែរហើយបងប្អូនចំណាយតិចបាទចំណាយអស់ទុនតិចក្នុងការចិញ្ចឹមបាទអញ្ចឹងមាន់ទៅនឹងមាន់ស្រុកគឺបងប្អូនគួរតែធ្វើការចិញ្ចឹមទៅពីព្រោះតម្លៃវាគឺល្អបាទសម្រាប់ទីផ្សារបច្ចុប្បន្នបាទហើយចំពោះមាន់ដែលថាមាន់នំចូលបាទចំពោះមាន់នំចូលវាបាទតទៅនឹងគុណសម្បត្តិរបស់វាគឺវាលូតលាស់បាទរហ័សចិញ្ចឹមតែថាមិនដល់3ខែទេគឺយើងអាចលក់បានហើយចំពោះមាន់ពូជផ្ដល់សាច់ណាបាទហើយវាផ្ដល់សុទ្ធច្រើនចំពោះមាន់ផ្ដល់សុទ្ធបាទគុណគឺជាគុណវិបត្តិវិញគឺមិនសូវធន់នឹងជំងឺទេវាតែតែឈឺបាទហើយវិបាកក្នុងការបន្ស៊ាំទៅនឹងអាកាសធាតុក្នុងស្រុកបាទហើយមួយទៀតគឺវាមិនចេះក្នុងការស្វែងរកចំណីនិងមិនចេះចិញ្ចឹមកូននិងថែរក្សាកូនយូរនោះទេបាទបងប្អូនមិនអាចនិយាយថាចិញ្ចឹមលែងបានទេបងប្អូនគួរតែចិញ្ចឹមក្នុងទ្រុងនិងបច្ចេកទេសឲ្យបានត្រឹមត្រូវយ៉ាងណាហើយត្រូវការផ្ដល់ចំណីនិងទឹកឲ្យបានគ្រប់គ្រាន់ប្រកបដោយគុណភាពនឹងត្រូវធ្វើការថែទាំនិងធ្វើវិធានការអនាម័យនិងការពារបានត្រឹមត្រូវចំពោះមាន់នំចូលបាទចំពោះពូជមាន់ដែលកូនកាត់បាទអញ្ចឹងការចិញ្ចឹមមាន់គឺដើម្បីរកកម្រៃដើម្បីដោះស្រាយជីវភាពគ្រួសារបាទដូច្នេះបងប្អូនគួរតែធ្វើការបង្កាត់ពូជមាន់របស់យើងដើម្បីឲ្យវាឆាប់ធំនិងផ្ដល់សុទ្ធច្រើនបាទអញ្ចឹងបងប្អូនត្រូវធ្វើការជ្រើសរើសពូជមាន់ក្នុងស្រុកដែលល្អដែលថាអាចយកទៅបង្កាត់ជាមួយនឹងពូជមាន់នាំចូលដែលផ្ដល់សាច់ច្រើនបាទអញ្ចឹងយើងបាទបងប្អូនត្រូវបង្កាត់រវាងមាន់ពូជក្នុងស្រុកដូចគ្នាបាទតែយើងត្រូវជ្រើសរើសពូជពីតំបន់ផ្សេងដែលថាមាន់ទាំងពីរមិនមានជាប់បាទឆ្លាយនឹងគ្នាអញ្ចឹងបងប្អូនធ្វើការបង្កាត់ជាមួយនឹងពូជនាំចូលបាទជាមួយនឹងពូជក្នុងស្រុកយើងគឺដើម្បីថាឲ្យវាមានសាច់ច្រើនបាទនិងផ្ដល់សុទ្ធច្រើនបងប្អូនគួរតែធ្វើរបៀបនេះទៅបាទហើយក្នុងការជ្រើសរើសពូជវាមានសារៈសំខាន់ណាស់ដើម្បីឲ្យធ្វើការចិញ្ចឹមមាន់ទទួលបានផលល្អបាទអញ្ចឹងបងប្អូនគួរតែធ្វើការជ្រើសរើសពូជមាន់ឲ្យសមស្របទៅតាមតំបន់ឬពេលវេលារបស់បងប្អូនបាទហើយត្រូវគិតទៅលើកត្តាតម្លៃបាទកត្តាទីផ្សារបទពិសោធន៍និងការពេញនិយមផងដែរបាទក្នុងការជ្រើសរើសបាទសម្រាប់មាន់ធំ
ចឹងបងប្អូនត្រូវយកបាទមន់ពីពូជដែលល្អនិងមានប្រវត្តិច្បាស់លាស់និងមានសុខភាពមាំមួនបាទមានសេពណ៌ក្រហមមានទៅភ្នែកភ្លឺថ្លារហ័សរហួនមិនកាចបាទហើយវាមានមៀតធំនិងលូតលាស់លឿនបាទហើយមន់មេអាយុពី4ទៅ5ខែវាផ្ដល់ពងម្ដងគឺយ៉ាងតិច10ទៅ12គ្រាប់ចឹងទៅបាទសម្រាប់មន់ឈ្មោលបងប្អូនគួរតែធ្វើការបង្កាត់បើថាមន់ឈ្មោលមួយក្បាលអាចបង្កាត់ជាមួយនឹងមេមន់ចន្លោះពី8ទៅ10ក្បាលចឹងទៅបាទហើយក្នុងការប្រើប្រាស់បាទមន់មេនិងមន់ឈ្មោលបងប្អូនមិនគួរទុកវាគឺថាលើសពី3ឆ្នាំនោះទេបាទបងប្អូនប្រើប្រាស់ត្រឹមតែ2ឆ្នាំឬក៏2ឆ្នាំកន្លះបានហើយបងប្អូនគួរតែលក់ចេញទៅណាបាទជំរុះវាចេញទៅបើបងប្អូនទុកក៏បានគ្រាន់តែវាផ្ដល់លក្ខណៈដូចថាបង្កកំណើតវាលក្ខណៈថយចុះបាទនឹងគឺសម្រាប់ធ្វើការជ្រើសរើសពូជបាទហើយមួយទៀតតកតងទៅនឹងចំណីអាហារនិងទឹកបាទអញ្ចឹងការផ្ដល់ចំណីបាទដូចខ្ញុំធ្លាប់ប្រាប់ពីមុនអញ្ចឹងបាទអញ្ចឹងចំណីវាបែងចែកជា4ក្រុមបាទទី1តកតងទៅនឹងចំណីវាផ្ដល់ជាតិប្រូតេអ៊ីនបាទអញ្ចឹងប្រូតេអ៊ីនតកតងនឹងជាតិសាច់បាទមានដូចជាសត្វល្អិតបាទកណ្ដូបកណ្ដៀសណ្ដែកសៀងកន្ធុំថេតអញ្ចឹងទៅបាទបន្លែដើមឈើតកតងនឹងកន្ធុំថេតបាទឬក៏តកួនអញ្ចឹងទៅបាទបងប្អូនមានបន្លែធម្មជាតិបងប្អូនគួរតែដាក់ឲ្យវាស៊ីទៅបាទចំពោះចំណីធម្មពលតកតងនឹងកម្លាំងបាទវាមានទៅលើដូចជាអង្ករបាទចុងអង្ករពោតកតក់ស្រូវជាដើមបាទចំពោះចំណីមួយទៀតតកតងនឹងសារធាតុរ៉ែបាទតកតងនឹងឆ្អឹងរឹងមាំវាមានទៅលើសម្បកខ្យងសម្បកលីសសម្បកខ្ចៅអំបិលបាទអញ្ចឹងបងប្អូនកាលណាផ្ដល់ចំណីបងប្អូនគួរតែលាយតកតងនឹងអំបិលបន្តិចទៅបាទមួយទៀតគឺតកតងទៅនឹងចំណីតកតងទៅនឹងវីតាមីនវាមានទៅលើបន្លែពណ៌បៃតងបាទស្លឹកស្មៅស្ពៃអីហ្នឹងបងប្អូនគួរតែចិញ្ច្រាំឲ្យវាស៊ីទៅបាទហើយចំពោះការផ្ដល់ទឹកបងប្អូនគួរតែផ្ដល់ទឹកស្អាតនិងគ្រប់គ្រាន់ដល់មាន់របស់បងប្អូនណាបាទអញ្ចឹងទឹកបងប្អូនគួរតែដូរវាចេញដោយខ្ញុំធ្លាប់ប្រាប់ពីមុនអញ្ចឹងបាទបងប្អូនមួយថ្ងៃបដូរចេញវាម្ដងទៅបាទបើសិនជាបងប្អូនមានថ្នាំវីតាមីនបងប្អូនគួរតែលាយជាមួយនឹងទឹកឲ្យវាផឹកជាប្រចាំថ្ងៃទៅដើម្បីថាឲ្យមាន់ឆាប់ធំធាត់លឿនណាបាទកាលណាយើងធ្វើការចិញ្ចឹមមាន់ក៏ដូចជាធ្វើការដាំដុះដំណាំផ្សេងដូចជាស្រូវដូចជាបន្លែអីដើម្បីឲ្យថាឲ្យបន្លែឬក៏ស្រូវរបស់បងប្អូនថាមានផ្លែច្រើនបងប្អូនគួរតែប្រើថ្នាំបាទសម្រាប់ជំនួយឲ្យស្រូវរបស់បងប្អូនធំនិងផ្លែបានច្រើនដូចគ្នាផងដែរដូចជាការចិញ្ចឹមមាន់នេះបងប្អូនធ្វើការចិញ្ចឹមបងប្អូនគួរតែប្រើថ្នាំសម្រាប់ឲ្យមាន់ស៊ីឬក៏មាន់ផឹកបាទដើម្បីឲ្យវាទទួលបានន័យថាសុខភាពល្អនិងធំធាត់លឿនដូចគ្នាអញ្ចឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការចិញ្ចឹមមាន់ទាំងអស់គ្នាដោយប្រើទៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវបាទអញ្ចឹងមុននឹងធ្វើការចិញ្ចឹមក៏ដូចជាមុននឹងធ្វើការបើកមុខរបរអ្វីផ្សេងៗក៏ដោយអញ្ចឹងបងប្អូនគួរតែសិក្សារៀនសូត្រឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងធ្វើការសម្រេចចិត្តបាទធ្វើអ្វីមួយបាទសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេសម្រាប់ចែករំលែកបងប្អូនយល់ដឹងអំពីការចិញ្ចឹមមាន់ទាំងអស់គ្នាផងដែរបាទហើយចំពោះបងប្អូនដែលមិនទាន់បានចុច Subscribe សូមបងប្អូនសូមជួយចុច Subscribe ដើម្បីលើកទឹកចិត្តឲ្យខ្ញុំបង្កើតនៅវីដេអូថ្មីៗទៀតអំពីការចិញ្ចឹមមាន់នេះបាទដើម្បីថាឲ្យបងប្អូនយល់ដឹងទាំងអស់គ្នាផងដែរបាទហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបាទដែលគាត់ចេះតកតងទៅនឹងបច្ចេកទេសផ្សេងៗសូមបងប្អូនជួយចែករំលែកដើម្បីឲ្យថាឲ្យបងប្អូនដទៃទៀតដែលគាត់មិនទាន់បានយល់ដឹងក៏ដូចជាការស្វែងយល់អំពីការចិញ្ចឹមមាន់នេះគឺជាការល្អបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការចែករំលែកទៅបាទដើម្បីថាផលប្រយោជន៍សង្គមជាតិយើងផងដែរបាទហើយចំពោះវីដេអូនេះបាទខ្ញុំមានតែប៉ុណ្ណេះទេមានតែជូនពរបងប្អូនទទួលបានជោគជ័យទាំងការចិញ្ចឹមមាន់ក៏ដូចជាការចិញ្ចឹមសត្វផ្នែកកសិកម្មឬក៏ប្រកបមុខរបរផ្សេងៗសូមបងប្អូនទទួលបានជោគជ័យទាំងអស់គ្នាផងដែរនិងជូនពរបងប្អូនបាទតាក់ទងទៅនឹងបងប្អូននៅតាមបន្ទាត់ព្រំដែនបាទបងប្អូនទាហានជួរមុខ
សូមបងប្អូនទទួលបានសុខភាពល្អនិងទទួលបានសុខសុវត្ថិភាពគ្រប់ពេលវេលានិងគ្រប់ទីកន្លែងផងដែរបាទអរគុណច្រើនជំរាបលាបាទ